รับជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតថ្មីឬក៏ភាគថ្មីសម្រាប់ខ្ញុំបាទផងដែរអញ្ចឹងថ្ងៃនេះខ្ញុំសូមនិយាយតាក់ទងនឹងអត្ថបទមួយក៏ជាការចែកម្លែកដល់បងប្អូនទាំងអស់គ្នាដែលអត់មានពេលទៅអានសភៅអត់មានពេលទៅសិក្សាស្រាវជ្រាវបន្ថែមណាដោយសាររវល់កិច្ចការផ្ទាល់ខ្លួនអញ្ចឹងទៅអញ្ចឹងអត្ថបទនេះសង្ឃឹមថាជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នានៅពេលគេងនៅពេលហាត់ប្រាណនៅពេលធ្វើការអញ្ចឹងទៅអញ្ចឹងអត្ថបទនេះឈ្មោះថាការដាស់តឿនខ្លួនឯងការដាស់តឿនខ្លួនឯងវាជារឿងដ៏សំខាន់មួយសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ត្រូវការជីវិតប្រចាំថ្ងៃឲ្យដកខាត់ពីមួយចំណុចទៅមួយចំណុចទៀតពីការខ្វះខាតទៅពេញលេញឬក៏ពីមិនទាន់ពេញលេញទៅពេញលេញហើយពីមិនល្អទៅជាល្អអីចឹងទៅអញ្ចឹងវាសុទ្ធតែជាប្រយោជន៍ទាំងអស់អញ្ចឹងមុននឹងការអធិប្បាយខ្ញុំក៏សូមខន្តីដល់បងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីខ្វះខាតឬលុបត្រង់កន្លែងណាក៏មេត្តាដកចេញទៅហើយយកទៅចំណុចល្អទៅពិចារណានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃទាំងទៅអញ្ចឹងអត្ថបទនេះគឺមាន12ប្រយោគហ្នឹងគឺសុទ្ធតែជាប្រយោជន៍ដែលអ្នកគ្នាគួរតែស្ដាប់ដែរចំណុចទី1រឿងខ្លះពេលខ្លះអ្នកត្រូវតែស្ងៀមស្ងាត់ពីព្រោះគ្មានអ្នកណាអាចបញ្យល់ពីអ្វីដែលអ្នកកំពុងតែកើតឡើងនៅក្នុងចិត្តឬក្នុងជីវិតរបស់អ្នកបានទេអញ្ចឹងកន្លែងនេះខ្ញុំសូមនិយាយចំណុចនឹងបន្តិចមានន័យថានៅពេលដែលអ្នកគ្នាកាត់រឿងអីមួយអ្នកគ្នាគួរតែនៅស្ងៀមស្ងាត់ឲ្យបានច្រើនជានិយាយលោឡាតប៉ែអត់ប្រយោជន៍ដោយសារទី1គ្មានអ្នកណាម្នាក់អាចមកយល់ពីបេះដូងគ្មាននរណាម្នាក់អាចយល់ពីចិត្តរបស់អ្នកគ្នាគ្មាននរណាម្នាក់អាចយល់ពីបេះដូងដែលកំពុងតែកាត់ឡើងទេឧទាហរណ៍អ្នកគ្នាកំពុងតែមានបញ្ហាអីគេចិត្តរបស់អ្នកគ្នាក្រំគ្រាជីវិតរបស់អ្នកគ្នាកំពុងតែជួបបញ្ហាគឺគ្មាននរណាគេដឹងក្រៅពីខ្លួនឯងយ៉ាងទេអញ្ចឹងយើងស្ងប់ស្ងាត់វាជារឿងមួយល្អសម្រាប់ការរស់នៅប្រចាំថ្ងៃចំណុចទី2រឿង3យ៉ាងដែលអ្នកគួរដឹងទី1អ្នកត្រូវយល់ពីតម្លៃរបស់ខ្លួនឯងទី2អ្នកត្រូវគ្រប់គ្រងអារម្មណ៍របស់អ្នកទី3អ្នកត្រូវដោះស្រាយអ្វីដែលអ្នកបានកើតឡើងក្នុងជីវិតរបស់អ្នកអញ្ចឹងត្រង់ចំណុចនេះគឺសំខាន់មែនទែនអញ្ចឹងអ្នកទាំងអស់គ្នារស់នៅកន្លែងណាក៏ដោយក៏វាមានតម្លៃដែរអញ្ចឹងអ្នកគ្នាសួរថាតើតម្លៃរបស់គ្នានៅកន្លែងណាតម្លៃអ្នកគ្នាមានអីគេខ្លះអញ្ចឹងគឺត្រូវសិក្សាតែបើសិនអ្នកគ្នាអត់រកឃើញតម្លៃខ្លួនឯងផងតើរំពឹងឲ្យអ្នកណាគេមកបញ្យល់ពីតម្លៃរបស់អ្នកគ្នាត្រូវឲ្យអ្នកណាគេមកផ្ដល់តម្លៃឲ្យអ្នកគ្នាបើសិនជាអ្នកគ្នារកតម្លៃឲ្យខ្លួនឯងមិនបានប៉ុណ្ណឹងចំណុចទី2អ្នកត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងពេលខឹងពេលស្រឡាញ់ពេលស្អប់ពេលគុំគួនក៏អ្នកគ្នាត្រូវដឹងពីអារម្មណ៍ខ្លួនឯងទី1កូនធ្វើលើព្រំដែននៅអ្វីដែលអ្នកគ្នាត្រូវធ្វើឧទាហរណ៍អ្នកគ្នាមានក្តីស្រឡាញ់ចំពោះនារីឬក៏បុរសណាម្នាក់អ្នកទាំងអស់គ្នាអត់គួរនឹងបញ្ចេញអារម្មណ៍បែបស្រឡាញ់ពេកស្អប់ពេកទេអញ្ចឹងរាល់អារម្មណ៍ស្អប់ស្រឡាញ់អីគឺត្រូវរៀនគ្រប់គ្រងខ្លួនឯងកុំបរិមាណខ្ពស់មានថាបរិមាណមួយដែលស្មើភាពមានស្ថិរភាពនិងមានយុត្តិធម៌ចំពោះខ្លួនឯងបំផុតចំណុចទី3ត្រូវដោះស្រាយអ្វីដែលអាចកើតឡើងនៅក្នុងជីវិតពិតរបស់អ្នកគ្នាឧទាហរណ៍អ្នកគ្នាកំពុងតែកាត់ឡើងរឿងរ៉ាវអីមួយអញ្ចឹងបើសិនអ្នកគ្នាគួររៀនដោះស្រាយទៅវាជារឿងមួយដ៏ល្អបំផុតតែបើសិនអ្នកគ្នាអត់ដោះស្រាយអានឹងហើយជីវិតមួយដែលពោពេញដោយភាពសាំញ៉ាំចំណុចទី3ធំអាយុចាប់ពី21ដល់25ដែលអ្នកកំពុងតែជួបរាល់ថ្ងៃហ្នឹងគឺអ្នកកំពុងតែសម្លឹងមើលឪពុកម្ដាយទៅកាន់តែចាស់ណាស់ទៅហើយស្រាប់ពេលដែលអ្នកមិនទាន់ជួយឲ្យបានពួកគាត់មិនថាឪពុកម្ដាយមិនថាបងប្អូនដែលធ្លាប់ជួយអ្នកទេអញ្ចឹងចាប់ពីអាយុប៉ុណ្ណឹងដល់ប៉ុណ្ណឹងពី21ដល់35ហ្នឹងគឺកំពុងតែមានបញ្ហាអារម្មណ៍ផ្លូវចិត្តខ្លាំងមែនទែនដោយសារទី1អ្នកគ្នាមើលសម្លឹងទៅឪពុកម្ដាយទៅកាន់តែចាស់ទៅហើយអត់ដឹងជួយឲ្យបានទេរងឯងជួយខ្លួនឯងមិនបានប៉ុណ្ណឹងមិនថាខ្ញុំមិនថាគេពេលខ្លះក៏ល្អពេលខ្លះក៏មិនល្អអញ្ចឹងទៅមិត្តភាពហ្នឹងក៏កាន់តែបាត់បង់បន្តិចម្ដងមិនថាមិត្តចាស់មិត្តថ្មីទេហើយពេលខ្លះមានភាពតានតឹងក្នុងការងារក្នុងជីវិតហើយកាន់តែពិសេសទៀតគឺការសង្ស័យលើខ្លួនឯងអញ្ចឹងខ្ញុំអត់មានអីនិយាយទេចំណុចទី3ហ្នឹងគឺក៏ចង់ផ្ដាំផ្ញើឲ្យអ្នកគ្នាថារឿងមុំឡើងព្រោះអ្នកទទួលយកវាហើយមានថាក្នុងជីវិតអ្នកគ្នាគឺត្រែងតែជួបហើយរឹងមាំហើយទទួលយកវាហើយដើរទៅមុខទៀតចំណុចទី4នៅពេលដែលអ្នកណាគេចាត់ទុកអ្នកជាជំរើសរបស់ពួកគេអ្នកគ្នាកុំជ្រួលជ្រើមពេកអីដើម្បីដកខ្លួនចេញពីសម័យកាលពួកគេអ្នកគ្នាត្រូវតែរៀនដកខ្លួនពីពួកគេម្ដងបន្តិចកុំទុកឲ្យជាជំរើសរបស់គេមានថាកុំទុកឲ្យគេជ្រើសអ្នកសុចិត្តអ្នកគ្នាដើរចេញគឺចប់ហើយអូខេហើយចំណុចទី5កុំស្ដាយអ្វីដែលបានកើតឡើងក្នុងជីវិតរបស់អ្នកវាមិនអាចផ្លាស់ប្ដូរឬក៏លុបចោលឬបំភ្លេចបានឡើយដូច្នេះយកវាជាមេរៀនឲ្យបន្តទៅមុខទៀតទៅមានន័យថាបើសិនជាមានរឿងជាច្រើនមិនថាល្អមិនថាអាក្រក់ទេ
នៅក្នុងជីវិតរបស់អ្នកគ្នាគឺវាមិនអាចផ្លាស់ប្ដូរពីអ្នកបានទេអ្នកនៅជាអ្នកមិនអាចខ្លាចជាមនុស្សថ្មីទេអញ្ចឹងអ្នកគ្នាទទួលយកវាឲ្យទុកជាមេរៀនឲ្យកុំព្យាយាមដើរទៅមុខទៀតបើសិនតែករណីវារឿងអាក្រក់ចំណុចទី6អ្នកបានធ្វើវាតែម្នាក់ឯងអ្នកបានធ្វើវាដោយគ្មានអ្នកជ្រោមជ្រែងទេហើយអ្នកបានធ្វើវាអស់ពីកម្លាំងចិត្តកម្លាំងកាយហើយអ្នកបានធ្វើវាដោយភ័យខ្លាចហេតុអ្វីបានជាអ្នកមិនព្រមទៅមុខទៀតអ្នកគ្នាចង់បោះបង់ធ្វើអ្វីចំណុចទី6នេះគឺខ្ញុំចាក់ដល់បេះដូងរបស់ខ្ញុំមែនតើព្រោះខ្ញុំកាលពីមុនខ្ញុំរៀនខ្ញុំធ្លាប់នៅវត្តខ្ញុំធ្លាប់អីគ្មានអ្នកណាជួយក្រៅពីខ្លួនខ្ញុំទេខ្ញុំចាប់រៀនដល់ណាដល់ណីក៏គ្មានអ្នកជួយខ្ញុំដែរធ្វើការពេលយប់រៀនពេលថ្ងៃធ្វើការពេលថ្ងៃរៀនពេលយប់ហើយធ្វើការពេលខ្លះធ្វើទាំងភ័យខ្លាចដើរអត់មានកង់អត់មានម៉ូតូជិះអញ្ចឹងពេលខ្លះធ្វើដោយភ័យខ្លាចសួរថាខ្ញុំធ្វើវាដើម្បីអីចឹង1 2 3អីចឹងទៅតែពេលខ្លះសួរថាមិនបានត្រូវបោះបង់ចង់បោះបង់ម្ដងម្កាលថាមិនបានត្រូវបោះបង់សំណួរសួរខ្លួនឯងណាចង់អត់មានអីទេមានថាបន្តដើរទៅមុខទៀតហើយព្យាយាមដោះខាត់ឲ្យល្អជាងមុនចំណុចទី7ខ្ញុំជឿថាមិនថាចិត្តរបស់អ្នកល្អយ៉ាងណាទេទីបំផុតអ្នកត្រូវតែចាប់ផ្ដើមប្រព្រឹត្តចំពោះមនុស្សតាមរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកវិញចំណុចទី7នេះជាចំណុចមួយដែលខ្ញុំអត់មានអីនិយាយច្រើននេះក៏ប៉ុន្តែអ្នកនរគ្នាស្ដាប់ប្រយោគអ្នកគ្នាដឹងហើយបើគេធ្វើល្អយើងធ្វើល្អទៅគេវិញបើយើងគេធ្វើអាក្រក់ដាក់យើងក៏ថ្ងៃណាមួយនឹងព្យាយាមអស់ភាពព្យាយាមអស់ភាពអត់ធ្មត់នឹងធ្វើអាក្រក់ទៅកាន់គេវិញដូចគេធ្វើមកដាក់លើយើងចឹងចំណុចទី7ហ្នឹងគឺអានឹងបាក់តាមបរិបត្តិមនុស្សឯងគេធ្វើល្អយើងធ្វើល្អឲ្យគេវិញគេធ្វើអាក្រក់មកលើយើងពេលខ្លះយើងទ្រាំតែយូរគង់តែមានថ្ងៃមួយគឺយើងធ្វើអាក្រក់ដាក់លេខគេវិញតែប៉ុណ្្នឹងទេចំណុចទី8អ្នកគឺជាល្បែងផ្គុំរូបមួយនៅក្នុងជីវិតរបស់ណាម្នាក់អ្នកប្រហែលថាមិនដឹងថាកន្លែងណាវាស័ក្តិសមទេប៉ុន្តែកន្លែងណាមួយប្រហែលជាមិនពេញលេញនោះទេបើគ្មានអ្នកក្នុងវត្តមាននោះអ្នកក៏មានចំណុចខ្លាំងដែរកុំមើលងាយខ្លួនឯងពេកអីអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលរសើបដែរបើសិនជាអ្នកគ្នានៅក្នុងជីវិតមួយពេលខ្លះនៅក្នុងក្រុមហ៊ុនមួយមានវត្តមានរបស់អ្នកគ្នាតែបើសិនជាករណីថ្ងៃមួយដែលអ្នកគ្នាចាក់ចេញឬក៏ថ្ងៃមួយដែលអ្នកគ្នាគិតថាមិនស័ក្តិសមមិនពេញលេញទេអ្នកគ្នាអាចសម្លឹងមើលបានតើក្រុមហ៊ុននឹងអត់យើងមួយធ្វើការកើតអត់ផ្នែកមួយនឹងធ្វើការយើងកើតធ្វើកើតអត់ចម្លើយគឺអត់ពិបាកគេរកអ្នកថ្មីតែចម្លើយមួយទៀតកាន់តែងាយយល់ទៀតគឺពេលខ្លះយើងមានចំណុចរបស់យើងបើយើងឈប់ទៅពេលខ្លះក៏ពិបាកในការចាប់ផ្ដើមក្នុងការងារដែរទោះរកអ្នកថ្មីដាក់ក៏ដោយអញ្ចឹងអ្នកគ្នាក៏មើលងាយសមត្ថភាពខ្លួនឯងពេកអីមានបណ្ណាគឺដឹងតែខ្លាំងប៉ុណ្្នឹងហើយអញ្ចឹងព្យាយាមរៀនដោះខាត់ឲ្យខ្លាំងទៅអ្នកគ្នាគង់តែខ្លាចជាមនុស្សខ្លាំងហើយដូចជាល្បែងអញ្ចឹងបើសិនជាអត់អ្នកគឺធ្វើអត់កើតអ្នកគ្នាធ្វើជាមនុស្សបែបហ្នឹងគឺកាន់តែល្អប្រសើរទី9ឈប់បញ្យល់ខ្លួនឯងដើម្បីប្រាប់គ្រប់យ៉ាងទៅកាន់គេទៅព្រោះអីគេអត់បានចម្ពាក់យើងក៏អត់បានចម្ពាក់អ្វីដែលគេឲ្យតែប៉ុណ្្នឹងទេអញ្ចឹងជីវិតរបស់អ្នកគឺជារបស់អ្នកមិនមែនជីវិតរបស់ពួកគេទេអញ្ចឹងនៅពេលដែលគេសួរយើងឆ្លើយទៅបើអត់សួរយើងចាំបាច់បញ្យល់ខ្លួនឯងទៅប្រាប់គេទៅអីចំណុចហ្នឹងត្រូវអត់អូខេចំណុចទី9ខ្ញុំអត់និយាយប៉ុណ្្នឹងចំណុចទី10អ្នកត្រូវរឹងមាំព្រោះអ្វីនឹងប្រសើរឡើងខ្ញុំគិតថាវាមិនមែនជាមានពពកខ្មៅអីនៅពេលនេះទេប៉ុន្តែវាអាចនឹងប្រកាសថាមានភ្លៀងនៅថ្ងៃបន្តទៀតឧទាហរណ៍មេឃកំពុងតែងឹតអញ្ចឹងពេលខ្លះងឹតវាអត់ភ្លៀងតែវាគង់តែស្រឡះហើយមួយទៀតបើមេឃងឹតហើយវាគង់តែមានភ្លៀងបន្ទាប់ពីមានភ្លៀងវានឹងមានផ្គរលាន់បន្ទាប់ពីផ្គរលាន់ហើយនឹងមេឃស្រឡះវិញអញ្ចឹងជាធម្មតាជីវិតរបស់អ្នកគឺបែបនឹងឯងចំណុចទី11កុំតូចចិត្តនៅពេលដែលមនុស្សគ្រប់គ្នាបដិសេធរបស់អ្នកបដិសេធអ្នកណាមិនថាស្នេហាមិនថាការងារមិនថារឿងអ្វីៗផ្សេងទេខ្ញុំអត់ដឹងថាវាមិនទេពេលថាគេគ្រប់ពេលគេបដិសេធគ្រប់គ្នាបដិសេធជាមួយយើងពេលខ្លះវាមិនមែនមកពីគេមិនពេញចិត្តឬក៏មិនចូលចិត្តទេពេលខ្លះមនុស្សគ្រប់គ្នាគឺមិនមានលទ្ធភាពមកទិញយើងផងឧទាហរណ៍អញ្ចឹងដូចគ្នាអ្នកគ្នាឧទាហរណ៍ជាពេជ្រចោះគេគ្រប់គ្នាថាអត់ចូលចិត្តពាក់ពេជ្រក៏ប៉ុន្តែម្នាក់ហ្នឹងគឺអត់ទាន់មានលទ្ធភាពទៅទិញពេជ្រទេអញ្ចឹងវាបកមកយើងវិញតែតំតូចចិត្តនៅជីវិតរបស់ខ្លួនឯងពេលខ្លះគេអត់ទាន់នឹងចេះប្រើយើងទេគេអត់ទាន់នឹងចេះកែច្នៃយើងទេអញ្ចឹងអ្នកគ្នាកុំបាក់ចិត្តបន្តទៅមុខទៀតចំណុចទី12នៅជីវិតរបស់អ្នកដែលត្រូវតែរក្សាកិត្តិយសរបស់អ្នកឲ្យបានល្អប្រសើរជាងមុនព្រោះកិត្តិយសវាប្រៀបកិត្តិយសរបស់អ្នកនឹងវាប្រៀបដូចជាគូសយ៉ាងវាប្រើបានតែម្ដងឬក៏ពីរដងទេតែបើជាគូសហ្មងប្រើបានតែម្ដងវាចេះអស់ហើយ
ចឹងចំណុចនេះផងដែរគឺខ្ញុំចង់បញ្យល់ថាបើសិនជាអ្នកគ្នាមានកិត្តិយសល្អហើយព្យាយាមថែរក្សាពេលវេលាទៅបើសិនជាមានកិត្តិយសមិនល្អហើយព្យាយាមធ្វើឲ្យល្អទៅអ្នកខ្លះកិត្តិយសយើងវារំពឹងទៅលើមាត់អ្នកដទៃទេព្រោះសម័យឥឡូវដូចសម័យ social media អីចឹងគេចង់ធ្វើឲ្យអ្នកគ្នាឡើងគេចង់ធ្វើឲ្យអ្នកគ្នាចោះគឺអាស្រ័យទៅលើមេដៃឯងតែមេដៃទៅសេថាល្អវាល្អគ្រប់ comment គ្រប់អីចឹងទៅអញ្ចឹងចំណុចទាំង12ចំណុចនេះសង្ឃឹមថាបងប្អូនទាំងគ្នានឹងអាចយល់ពីអ្វីដែលខ្ញុំចង់និយាយពីអ្វីដែលខ្ញុំចង់ចែកម្លែកហើយខ្ញុំព្យាយាមបញ្យល់ឡើងបែកញើសនេះអញ្ចឹងខ្ញុំអត់មានអីនិយាយទេជាសារចុងក្រោយគឺខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនទាំងគ្នាព្យាយាមសិក្សាពេលតនេរៀនពេលតនេស្ដាប់អញ្ចឹងបើអត់មានពេលតនេទេយើងស្ដាប់ទៅពេលយប់ពីអីយើងមកពីធ្វើការវិញចាក់ស្ដាប់10នាទីក៏ជាចំណេះសម្រាប់ជីវិតរបស់អ្នកគ្នាទេអញ្ចឹងខ្ញុំបាទសូមអរគុណសូមជម្រាបលា